ក្នុងភាគទី1នៃដំណើរកម្សាន្តរបស់ខ្ញុំនៅក្នុងប្រទេសអូទ្រីនេះខ្ញុំនាំបងប្អូនទៅមើលផ្សារណូអែលដែលធំជាងគេនិងស្អាតជាងគេបំផុតនៅក្នុងពិភពលោកមុនទៅដល់ផ្សាររាត្រីរបស់គេយើងក៏បានដើរកាត់វិមានរដ្ឋសភារបស់គេនៅក្នុងប្រទេសអូទ្រីនេះហើយវាពិតជាធំហើយស្អាតខ្លាំងមែនទែនបន្ទាប់មកយើងដើរប្រហែលជាខ្ទង់5នាទីយើងក៏ទៅដល់ផ្សាររាត្រីរបស់គេដែលពិតជាធំហើយស្អាតខ្លាំងមែនទែនដូចដែលគេបាន rate នៅលើតាមអ៊ីនធឺណិតហើយឥឡូវយើងបានមកដល់ខ្លងទ្វារចូលរបស់គេហើយដែលគេដាក់ថា Vienna Christmas Market ហ្នឹងឯង Vienna នេះគឺជាទីក្រុង Vienna ដែលជារដ្ឋធានីរបស់ប្រទេសអូទ្រីហ្នឹងឯងអញ្ចឹងមានអ្នកខ្លះគាត់ហៅថា Vienna អ្នកខ្លះហៅថា Vienne អញ្ចឹងទាំងពីរហ្នឹងគឺជារដ្ឋធានីតែមួយទេគាត់ថាយើងហៅ Vienne យើងហៅតាមបែបភាសាបារាំងហើយដូចបងប្អូនបានឃើញអញ្ចឹងគឺគេមានការ decor ស្អាតខ្លាំងមែនទែនទាំងដើមឈើទាំងអាគារក៏ដូចជាកន្លែងដើរលេងផ្សេងៗជាដើមនៅក្នុងផ្សាររាត្រីរបស់គេហ្នឹងដោយសារតែជាប់ឈ្មោះថាជាផ្សារ Noel ដែលស្អាតហើយនឹងធំជាងគេបំផុតនៅក្នុងពិភពលោកដូច្នេះកំឡុងពេល Noel នេះគឺមានមនុស្សមកលេងច្រើនមែនទែនមកពីគ្រប់ប្រទេសគ្រប់តំបន់តែម្ដងមានទាំងអាស៊ីមានទាំងអាហ្វ្រិកមានទាំងអឺរ៉ុបមានទាំងអាមេរិកជាដើមហើយនៅក្នុងនោះដែរគឺមាន decor ភ្លើងគ្រប់កន្លែងតែម្ដងតាំងពីដើមឈើតាំងពីតាមផ្លូវជាដើមហើយក៏គេមានកន្លែងក្មេងលេងកន្លែងមើលធំឯជាដើមដើម្បីឲ្យមានភាពងាយស្រួលក៏ដូចមានភាពសម្បូរបែបនៅក្នុងផ្សាររាត្រីនៅកំឡុងពេល Noel របស់គេហើយតួអង្គឯកនៃផ្សារ Noel នៅក្នុងទីក្រុង Vienna នេះគឺជាអាគារសាលាក្រុងវីណាំងតែម្ដងគឺមានការ decor បើកភ្លើងស្អាតខ្លាំងមែនទែនពេលយើងមើលនៅខាងក្រៅបងប្អូននិយាយទៅគឺអំណោយផលដោយសារតែអាគារហ្នឹងហើយយើងគ្រាន់តែ decor បន្ថែមបន្តិចតួចនៅខាងមុខហ្នឹងទៅហើយបូកជាមួយទីធ្លាធំទូលាយទៀតផងអញ្ចឹងវាធ្វើឲ្យផ្សារ Noel នៅទីក្រុងវីណានេះគឺពិតជាស្អាតខ្លាំងមែនហើយនៅក្នុងផ្សារទៅនេះគេមានលក់របស់របរជាអនុស្សាវរីយ៍ក៏ដូចជា magnet ក៏ដូចជារបស់របរផ្សេងៗក៏ដូចជាមានអាហារញ៉ាំដែរក៏ប៉ុន្តែមិនចាំបាច់លុកទេគឺអាហារគឺចាក់កយកតាមថាតម្លៃគេធ្វើសម្រាប់ភ្ញៀវទេសចរអញ្ចឹងតម្លៃថ្លៃជាងនៅខាងក្រៅ2ដល់3ដងហើយខ្ញុំក៏បានសាកទិញសាច់ក្រកគេញ៉ាំហ្នឹងគឺតម្លៃរហូតដល់ទៅ12ហើយនៅខាងមុខអគារហ្នឹងគឺមានកន្លែងជិះស្គីលេងដូច្នេះយើងអាចជួលស្បែកជើងគេបានហើយយើងអាចចូលជិះទៅដោយមានបង់ថ្លៃប្រហែលគឺខ្ញុំអត់ដឹងទេសារខ្ញុំគ្រាន់តែបានដើរមើលទេបន្ទាប់ពីបានដើរមើលគេមើលឯងប្រហែលជាខ្ទង់2ម៉ោងមកខ្ញុំក៏បានដើរមកខាងក្រៅវិញហើយនេះគឺជាសម្រស់ផ្សារ Noel នៅទីក្រុងវីណាដែលគេល្បីតែស្អាតហ្នឹងនាពេលរាត្រីបន្ទាប់ពីបានដើរមើលផ្សារ Noel ហ្នឹងហើយខ្ញុំក៏បានទៅមើល City Center របស់គេនាពេលរាត្រីដើម្បីមើលអំពីសម្រស់ដ៏ស្រស់ស្អាតនៃទីក្រុងវីណាដែលគេតុបតែង decor សម្រាប់ទទួលភ្ញៀវទេសចរកំឡុងពេលបុណ្យ Noel ហ្នឹងឯងហើយ City Center របស់គេហ្នឹងគឺនៅអត់ឆ្ងាយពីផ្សារ Noel ហ្នឹងទេចឹងដូច្នេះយើងអាចដើរប្រហែលតែខ្ទង់10នាទីយើងមកដល់ហើយនៅទីនេះគឺមានហាងលក់ទំនិញជាច្រើនដែលយើងអាចទិញបានក៏ដូចជា LV Louis Vuitton ក៏ដូចជាអីផ្សេងៗទៅហើយបើយើងអត់មានលុយទេយើងដើរមើលគេមើលឯងហើយទីក្រុងវីណានេះគឺការចាយវានឹងគឺមានតម្លៃថ្លៃជាងនៅទីក្រុង Prague ជាពិសេសគឺកំឡុងពេលបុណ្យ Noel ហ្នឹងតែម្ដងបន្ទាប់ពីបានដើរមើល City Center គេហើយខ្ញុំក៏បានទៅមើលកន្លែងវិហារគ្រិស្តសាសនាដែលស្អាតបំផុតនិងធំបំផុតនៅក្នុងទីក្រុងវីណាហ្នឹងឯងកន្លែងហ្នឹងគឺជាកន្លែងដែលចាំបាច់យើងត្រូវទៅមកពេលយើងមកដល់ទីក្រុងវីណាហ្នឹងទាំងពេលថ្ងៃទាំងពេលយប់វីដេអូភាគទី1របស់យើងគឺចប់ត្រឹមប៉ុណ្្នឹងឯងនៅក្នុងភាគទី2ខ្ញុំនាំបងប្អូនមកមើលព្រះវិហារគ្រិស្តសាសនាហ្នឹងក៏ដូចមើលទីក្រុងវីណានៅពេលថ្ងៃម្ដងសូមអរគុណច្រើនជួបគ្នានៅភាគទី2បាយបាយ